ខ្ញុំមិនចង់ទទួលខុសត្រូវទេនោះហើយជាមូលហេតុដែលខ្ញុំទទួលបានវិញ្ញាបនបត្រខ្ញុំឈ្មោះឡៃឡៃខ្ញុំទើបតែចូលក្នុងសង្គមនៅឆ្នាំនោះខ្ញុំសូមនិយាយអ្វីមួយអូនអ្នកមិនអាចអរគុណខ្ញុំបានទេនៅពេលដែលអ្នកនៅជាមួយឡៃឡៃខ្ញុំគ្រាន់តែនិយាយថាអ្នកមិនចាំបាច់ស្អាតទេដូច្នេះអ្នកត្រូវតែទៅហើយអ្នកបានធ្វើល្អចំពោះមនុស្សឡារីគឺជាមិត្តល្អបំផុតរបស់ខ្ញុំចាប់តាំងពីខ្ញុំបានចូលរួមជាមួយក្រុមហ៊ុនខ្ញុំដឹងបន្ទាប់មកខ្ញុំចាំបានគាត់ជាមិត្តប្រុសរបស់ខ្ញុំឆ្លងកាត់កន្លែងធ្វើការអស់រយៈពេលជាច្រើនឆ្នាំការប្រាស្រ័យទាក់ទងអន្តរបុគ្គលតែងតែមានវិធីសាស្ត្រផ្ទាល់ខ្លួនត្រូវបានគេស្គាល់ជាទូទៅថាជាអ្វីមួយនឹងមកដល់នោះជារឿងមួយដែលខ្ញុំពិតជាកោតសរសើរចំពោះគាត់យប់នោះគឺជាយប់ដំបូងរបស់យើងដូច្នេះយើងបានចំណាយពេលពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំរីករាយជាមួយគ្នាប៉ាខ្ញុំសូមពិភាក្សាអ្វីមួយជាមួយអ្នកនិយាយនោះគឺសប្បាយណាស់តើគាត់បានប្រាប់អ្នកអ្វីខ្លះនៅថ្ងៃនេះជាការប្រសើរណាស់គាត់បាននិយាយថាគាត់ចង់រកលុយបានច្រើនតើអ្វីទៅជាការប្រើប្រាស់រៀបការនាពេលអនាគតមិនអីទេអ្នកនឹងសប្បាយចិត្តប៉ុន្តែគាត់បានសុំឲ្យខ្ញុំខ្ចីគាត់រាប់ម៉ឺននាក់ដើម្បីចាប់ផ្ដើមអាជីវកម្មគាត់នឹងត្រូវបោះវាចូលទាំងអស់ប្រសិនបើវាជាអ្នកនឹងបានឃើញវាខ្ញុំនឹងប្រសិនបើខ្ញុំពិតជាចូលចិត្តនឹងទុកចិត្តគាត់ប៉ុន្តែវាអាស្រ័យលើអ្នកសូមពិនិត្យមើលវាស្នាក់នៅខ្ញុំបានស្នាក់នៅសម្រាប់អ្វីដែលអ្នកបានផ្ដល់ឲ្យខ្ញុំប៉ុន្តែគ្រាន់តែនៅពេលដែលខ្ញុំគិតថាអ្វីកំពុងដើរក្នុងទីដែលត្រឹមត្រូវទូរស័ព្ទរបស់អ្នកកំពុងរត់វាមិនអីទេឡៃតើអ្នកអាចបើកទ្វារមុនបានទេខ្ញុំមិនចង់កុហកអ្នកទេស្ដាប់ខ្ញុំមុនមិនអីទេឡារីខ្ញុំមិនញញ៉ៃអារម្មណ៍ប្រាប់ខ្ញុំថាវាមិនមែនជាបញ្ហាតូចទេប៉ុន្តែអារម្មណ៍ប្រាប់ខ្ញុំថាខ្ញុំមិនអាចបោះបង់ចោលបានទេឡៃយ៉ាងហោចណាស់អ្នកអាចផ្ដល់ឲ្យខ្ញុំនៅឱកាសដើម្បីពន្យល់គាត់មានផ្ទៃពោះនៅពេលនោះខ្ញុំមិនចង់ទទួលខុសត្រូវទេដូច្នេះខ្ញុំទទួលបានវិញ្ញាបនបត្រប៉ុន្តែបន្ទាប់ពីយើងរៀបការយើងមិនមានអារម្មណ៍អ្វីទាំងអស់លែងលះគ្នាហើយយើងគ្មានទំនាក់ទំនងទេពិតឬយើងនិយាយតែពីក្មេងហើយអ្វីបានជាអ្នកកុហកខ្ញុំរាល់ពេលដែលខ្ញុំសួរអ្នករឿងបែបនេះប៉ុន្តែប្រសិនបើខ្ញុំបានប្រាប់អ្នកតើអ្នកនឹងនៅជាមួយខ្ញុំទេខ្ញុំមិនអាចធ្វើវាតែម្នាក់ឯងបានទេបោកប្រែអារម្មណ៍ទាំងនេះជាសំណាងល្អនៅតែមានមនុស្សដែលគួរឲ្យទុកចិត្តនៅជុំវិញហើយអ្វីដែលបានកើតឡើងមិនអាចផ្លាស់ប្ដូរបានទេខ្ញុំគ្រាន់តែខ្ញុំមិនដឹងថាត្រូវអត់ទោសឲ្យគាត់ឬអត់ប៉ុន្តែតើយើងកំពុងបែកបាក់គ្នាមែនទេឧត្តគមយងអ្នកមិនអាចវិនិច្ឆ័យនរណាម្នាក់ចំពោះកំហុសមួយបានទេគាត់មិនល្អចំពោះអ្នកលើកលែងតែបញ្ហានេះប្រហែលជាដូចដែលគាត់បាននិយាយអ្នកមិនអាចវិនិច្ឆ័យមនុស្សម្នាក់ដោយសារតែអតីតកាលខ្ញុំជឿគាត់ម្ដងទៀតពិនិត្យទូរស័ព្ទរបស់ខ្ញុំជាធម្មតានាពេលអនាគតអ្នកឃើញខ្ញុំជឿអ្នកដូច្នេះមួយឆ្នាំទៀតបានកន្លងផុតទៅបានទៅឆាប់មែនហើយខ្ញុំសូមជួយគាត់រៀបចំកន្លែងស្នើខ្ញុំនឹងត្រឡប់មកវិញនៅពេលក្រោយផឹកជាមួយពួកគេគម្រោងចាំខ្ញុំយកវាទៅឆ្ងាយ